บองប្អូនមើលអានេះគឺជាសកម្មភាពប្រមូលផលស្លឹកក្រូចសើចបាទយកទៅដូរកាទៀវនៅស្រុកចាំមើលបានស្លឹកក្រូចសើចប្រហែលជាប្រមាណក្រោយពីយើងស្រោចទឹកអស់ហើយជាចូល50-60គីបនឹងមកណាបានច្រើនមែនតើណានេះណាអានេះកាត់អាក្រមអស់ហើយតែងមេឃឲ្យវាស្រឡះទៅលើតែមើលដើមក្រូចឆ្មាក្រោយពីតែងមេឃហើយអាខាងក្រោមនេះនឹងស្រឡះនេះក្រោមនេះស្រឡះអស់ហើយឥឡូវនៅសល់ខាងលើខាងលើនៅសល់ច្រើនទៀត